Bà xôm groupជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទហើយនេះជាសកម្មភាពដែលធ្វើការចាប់កូននឹងកែបដើម្បីដាក់ផ្ញើឲ្យភ្ញៀវបាទគឺភ្ញៀវគាត់បានកំងចំនួន1000កូនបាទហើយភ្ញៀវគឺគាត់នៅពេញចឹងរៀបចំចាប់រួចរាល់ហើយយើងដាក់ផ្ញើទៅឲ្យភ្ញៀវហើយអញ្ចឹងអានេះខ្ញុំអត់ផ្ញើទេដោយសារមុខខ្ញុំមកពេញចាប់អញ្ចឹងក៏ខ្ញុំដឹកមកដល់ខ្លួនឯងតែម្ដងបាទចាប់ហើយគឺចាប់រួចរាល់អស់ហើយវិចចប់រួចរាល់ហើយគឺដឹកមកខ្លួនឯងយកឲ្យភ្ញៀវតែម្ដងហើយបើសិនជាកន្លែងខ្លះដែលគាត់កំងអីអត់មុខទៅទេអាហ្នឹងគឺយើងដាក់ផ្ញើជូនបានបាទហើយកូនកែបនេះគឺធំល្អណាបងប្អូនបាទចូលមួយប៉ុនមេជើងខ្លះប៉ុនមេដៃអស់ហើយបាទហើយយើងទិញបានធំចេះគឺយើងដាក់ចំទៅវាអត់ងាប់ទេបងប្អូនបាទហើយទាំងការដឹកជញ្ជូនទាំងការវិចចប់អីក៏យើងអត់ខ្លាចងាប់ដែរបើងាប់ក៏វាមានងាប់ចំនួនតិចតួចដែរបងប្អូនដឹកទៅងាប់យ៉ាងច្រើន4 5ទៅ10អីហ្នឹងអស់ហើយមិនដល់ផងបាទតែបើថាវារៀងតូចរៀងស្ទើទេគឺកូនកែបយើងវាអាចខ្សោយហើយបើសិនជាតូចទៀតនៅក្រោមគេទៀតគឺវាចកត់គ្នាងាប់ហើយបាទអញ្ចឹងដោយសារនេះសិតតែធំហើយយើងអត់ពិបាកទេអត់បាក់ការដឹកនេះបាទនេះខ្ញុំបានដាក់ដូចជាតកួនបើយើងមានតកួនដាក់តកួនណាបងប្អូនបើអត់មានតកួននេះទេមានកប្លោកមានអីយើងដាក់កប្លោកក៏បានដែរយើងដាក់ឲ្យវាប៉ោងនៅក្នុងហ្នឹងទៅអញ្ចឹងយើងដាក់កូនកែបចូលទៅវាអត់សកត់គ្នាទេតែបើយើងអត់ដាក់ប៉ោងឲ្យវាប៉ោងហ្នឹងទេដាក់ទៅវាមានលើមានក្រោមច្បាស់វាសកត់គ្នាងាប់ហើយបាទហើយនេះយើងរាប់ជូនភ្ញៀវហើយក៏យើងចាប់យកតែធំជំរឿសឲ្យដែរដោយសារកុំឲ្យមានតូចមានធំព្រោះធំបើយើងដាក់ទៅលាយទូចវាអាចធំហ្នឹងវាស៊ីវាលេបគ្នាបងប្អូនបាទអញ្ចឹងយើងចាប់រាប់ចេះយើងយកតែធំប៉ុណ្ណឹងគ្នាទេបាទដាក់ជូនភ្ញៀវកុំឲ្យគាត់មានការសួរសាញរឿងកំងឲ្យខកចិត្តបាទហើយចំពោះគាត់ដែលយកទៅចិញ្ចឹមគឺខ្ញុំដឹងតែពេញចិត្តហើយកូនកែបនេះនោះបាទព្រោះវាធំល្អខ្ញុំឃើញរបស់គេខ្លះឃើញទិញមកអត់បានពាក់កដាលប៉ុនរបស់ខ្ញុំភ្ញាស់នេះផងបងប្អូនឃើញទូចទេបាទអញ្ចឹងគាត់ថាខ្ញុំថតប៉ាន់ឲ្យភ្ញៀវថតឲ្យភ្ញៀវមើលគឺគាត់អត់មានចិត្តថាមិនទេបងប្អូនគឺគាត់ពេញចិត្តតែម្ដងបាទហើយរាប់1000ច្រើនដែរបងប្អូនមិនលេងសើចរាប់ចុកដៃដែរហ្នឹងហើយអានេះដល់ពេលខ្ញុំថតចប់ខ្ញុំចូលទៅជួយរាប់គាត់ហើយជួយចាប់គាត់ហើយបាទព្រោះបើសិនជាចាប់អស់គ្នាអត់មានអ្នកកាន់កាមេរ៉ាឲ្យទេបាទហើយនៅច្រើនណាស់បងប្អូនអើយនៅច្រើនណាស់តែលើកនេះប្រហែលជាអត់លក់ទាំងអស់ទេបងប្អូនហើយជាទុកចំខ្លួនឯងខ្លះហើយសល់ខ្លះយើងលក់យើងទៅលក់ដើម្បីយកលុយទិញចំណីទិញអីវាបន្តទៀតណាបាទហើយព្រោះកូនកែបយើងវាច្រើនហើយបើសិនជាទុកទាំងអស់ចំទាំងអស់យើងទុកចំណីវាយើងពិបាកដែរបាទហើយនោះជាប់នឹងមកត្រង់ទៀតនៅមាន3ត្រង់ខាងក្រោយទៀតបងប្អូនបាទដែលខ្ញុំតែងថតជូនបងប្អូនមើលណាបាទអញ្ចឹងសម្រាប់វីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្ណេះដើម្បីផ្ញើជូនបងប្អូនទស្សនាបាទហើយបងប្អូនចង់ចិញ្ចឹមអីបងប្អូនអាចខមមិនមកយើងជែកគ្នាតាមហ្នឹងបាទ
សូមអរគុណច្រើនបងប្អូនដែលបាន